ជារៀបសនបា143មានន័យថា I love you ឈ្មោះ fandom របស់អ៊ុបប៉ាហេងហើយ144មានន័យថាស្រឡាញ់គេតែម្នាក់ឯងចា៎អ្នកគ្នា143ឬក៏144ក៏ពេចខមមិនខាងខមឲ្យពិភពលោកបានដឹងផងថ្ងៃនេះមើលចូលគ្នាជាមួយនឹងរឿង F4 រដូវកាលទី2ភាគទី1តើអ្នកចូលអ្នកគ្នាកាន់តែល្អមើលជារដូវកាលទី1ទៅទៀតក៏នឹងចាប់តាមរដូវកាលទី2ភាគទី1ភ្លាមយើងក៏បានឃើញ Makino តួអង្គស្រីនៅពេលនេះក៏ពោលទៅនៅ New York បាត់ទៅហើយខ្លួនក៏ពោលតែព្យាយាមសួរគេជាភាសាអង់គ្លេសបើចង់ទៅទីនេះតើត្រូវទៅតាមណាបដមអ្នកនឹងក៏បានប្រាប់ទៅកាន់ Makino ថាត្រូវទៅតាមឡានក្រុង Makino មិនដឹងជាខ្លួនឮយ៉ាងម៉េចទេបើជាប្រាប់ទៅកាន់បដមអ្នកនឹងវិញថាខ្ញុំគឺជាឡានក្រុងនិយាយមិនចោលគ្នាទេបដមអ្នកនឹងក៏ធុញផងដែរក៏បានចាចេញទៅដែលនៅឡងពេលទៅសួរបដមម្នាក់នឹង Makino បានទុកកាបូបរបស់ខ្លួនចោលទៅពេលនេះចោលមកយកកាបូបបាត់ទៅហើយ Makino ក៏ឃើញតន់ពេលវេលាផងដែរក៏ប៉ុន្តែរមិនតន់គេនៅទេពេលនេះក៏ដួលទៀតផងហើយនៅពេលនេះក៏មានមនុស្ស4នាក់ចង់ធ្វើបាប Makino តែម្ដងដោយសារតែដឹងថា Makino គឺជាជនជាតិជប៉ុនដូច្នេះ Makino មិនស្គាល់ភូមិសាស្ត្រនៅទីនេះនៅទេពួកគេចង់ឆែកឆេរខ្លួនប្រាណរបស់ Makino ហើយ Makino ក៏បានស្រែកហៅឈ្មោះរបស់ស៊ូកសៈតែម្ដងដែលពួកគេទៅ4នាក់ក៏ស្គាល់ឈ្មោះរបស់ស៊ូកសៈមកដល់ New York ហើយល្បីឈ្មោះទៀតអ្នកគ្នាហើយអ្នកគ្នាសង្កុំអារម្មណ៍ឲ្យគ្រប់ពេលដែល Makino មានបញ្ហាគឺតែងតែមានមនុស្សម្នាក់ចាំជួយ Makino ជានិច្ចពួកគេបានដើរទៅរកបរិសម្នាក់ហ្នឹងក៏ប៉ុន្តែរឿងរបស់យើងមិនតបង្ហាញទេថាគេគឺជានរណាគេរឿងមកកាត់មករយៈពេលមួយខែមុនពេលដែល Makino ទៅ New York ដែលនៅពេលដែលគ្មានវត្តមានរបស់ស៊ូកសៈសិស្សចាប់ផ្ដើមធ្វើបាប Makino ពួកគេក៏នៅតែនិយាយឌឺដល់ bully ទៅកាន់ Makino ដដែលតែ Makino អាចដូចជាមិនខកជាមួយនឹងពួកគេនោះទេចូលមកក្នុងរដូវកាលទី2 Makino ក៏បានរៀបរាប់អំពី F4 ទាំង4នាក់កាន់តែស៊ីជម្រៅពាក្យថា F4 ហ្នឹងគឺតំណាងឲ្យផ្កាទាំង4 F គឺតំណាងឲ្យ flower នេះគ្នាចាប់ផ្ដើមដំបូងជាមួយនឹង Sojiro គឺជា playboy ជាងគេនៅក្នុងចំណោមក្រុម F4 ហើយប៉ារបស់គេមានក្រុមហ៊ុនតែយ៉ាងធំបំផុតនៅក្នុងប្រទេសជប៉ុនបន្ទាប់ពីគ្មានវត្តមានរបស់ស៊ូកសៈ Sojiro គឺជាមេក្រុមនៃក្រុម F4 ពេលខ្លះគេញ៉ាយប៉ាស្រីអ្នកផ្សេងប៉ុណ្ណាតែចង់វាយជាមួយគេពិបាកបន្តិចហើយក៏ពោលតែគេក៏ចេះក្បាច់គុណដូចគ្នាគេទៅរៀនក្បាច់គុណបើនិយាយដល់ក្បាច់គុណយើងកាត់មកដល់អាគីរ៉ាហ្នឹងប៉ារបស់គេធ្វើការតាក់ទងជាមួយនឹងមេបងធំយ៉ាកសាជាដើមចឹងហើយគេជាមនុស្សម្នាក់ដែលមានទឹកមាត់ប្រៃជាងគេបើសិនជាគេនិយាយអ្វីមួយពាក្យសម្ដីរបស់គេមានឥទ្ធិពលគេតែតែជួយក្រុម F4 សម្រាប់ចិត្តក្នុងការធ្វើអ្វីមួយកាលមកដល់រុយគឺជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ហើយនឹងអាចកំបាំងជាងគេគ្រួសាររបស់គេគឺមានក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំនៅក្នុងពិភពលោកហើយគេក៏ជាស្នេហាដំបូងរបស់ Makino ដែល F4 នៅពេលនេះគេ graduate ហើយដើម្បីជាការអបអរ F4 ក៏បានធ្វើកន្លែងញ៉ាំមួយនៅក្នុងសាលារៀនមួយនេះដាក់ឈ្មោះរបស់ពួកគេដែលបន្ទាប់ពីក្រុម F4 បញ្ចប់ការសិក្សា Makino មករៀនអត់មាននរណាគេពឹងពាក់បានឡើយ Sojiro ជាមួយនឹង Akira មិនសូវតាក់ទងមកកាន់ខ្លួនទេក៏ប៉ុន្តែរុយគេតែតាក់ទងមកកាន់ខ្លួនរុយនៅពេលនេះគេអាចបើកឡានខ្លួនឯងបានទៀតផងដោយសារតែគេគ្រប់អាយុបើកបរហើយគេបានបើកបរហើយបានបើកបររបស់គេគឺគេរៀននៅមុខផ្ទះរបស់គេតែប៉ុណ្ណោះអត់មានស៊ូកសៈនៅទេគឺមានតែរុយតែប៉ុណ្ណោះតែតំណ Makino ទៅញ៉ាំនេះញ៉ាំនោះ happy ជាមួយគ្នា date ជាមួយគ្នាក៏ប៉ុន្តែរុយគេមិនដាច់ឆ្លងមិនទាត់ក្រហមនៅទេគេតែនៅសើទៅកាន់ Makino តាក់ទងជាមួយនឹងស៊ូកសៈតែនាងនឹកគេដែរទេ Makino ក៏បានប្រថាគេខានតាក់ទងមកកាន់ខ្ញុំជាចាងខែទៅហើយខ្ញុំក៏មិននឹកគេផងដែរប្រហែលជាគេនៅទីនោះបានសុខហើយដែលនិយាយដល់ឈ្មោះរបស់ស៊ូកសៈ Makino ប្រាប់កាន់យើងមិនថែមទៀតថាស៊ូកសៈគឺជាមេក្រុម F4 ហើយគេគឺជាវត្តស្នតកោក្រុមហ៊ុនសជីវកម្មដ៏ល្បីនៅក្នុងប្រទេសជប៉ុនគេគឺជាមនុស្សដែលគិតតែពីខ្លួនឯងចូលចិត្តប្រើប្រាស់អំពើហិង្សាមិនយល់អារម្មណ៍របស់អ្នកដទៃក៏ប៉ុន្តែខ្ញុំស្រឡាញ់គេដែលស៊ូកសានៅពេលដែលគេទៅញូវយ៉កដំបូងពួកគេទៅពីរនាក់គឺនៅតាក់ទងគ្នាធម្មតាក៏ប៉ុន្តែយូរទៅក៏លេមានការតាក់ទងពីស៊ូកសា Makino តាក់ទងទៅកាន់គេក៏តាក់ទងមិនចូលផងដែរក៏ប៉ុន្តែរឿងមួយនេះប៉ាម៉ារបស់ Makino មិនតន់ដល់នៅតែគិតថាស៊ូកសាជាមួយនឹង Makino នៅតែតាក់ទងគ្នាយ៉ាងជិតស្និទ្ធបើគិតទៅរយៈពេល3ខែហើយដែលពួកគេទៅពីរនាក់ខានតាក់ទងគ្នា Makino ក៏នៅធ្វើការនៅកន្លែងដែរនៅទេថ្ងៃនេះផងដែរក៏ឃើញប្រុសបារាំងក៏ពិតទៅគឺជាសង្សារថ្មីរបស់ Sakura ទៅរៀននៅអូស្ត្រាលីនៅពេលនេះក៏បានសង្សារថ្មីហើយ Sakura នៅក្នុងរដូវកាលនេះប្រហែលមិនអាក្រក់ដូចជារដូវកាលទី1នោះទេ Sakura បាត់ទៅកាន់ Makino ផងដែរនៅពេលដែលខ្លួនទៅលេង New York ខ្លួនបានឃើញស៊ូកសាខ្លួនតែនៅគេថាប្រហែលជាបានឃើញគេពិតជាបានឃើញគេដែលចៃដន្យពិតមែនគេគឺនៅតែលោយ៉ាងសង្ហាហើយបារមីពេញខ្លួនតែម្ដងនៅពេលដែលជួបគេដែល Sakura ក៏និយាយរៀបរាប់ច្រើនខ្លាំងណាស់តែទៅតែភ្លេចនឹកឃើញថា Makino ជាមួយនឹងស៊ូកសាក៏ជាសង្សារជាមួយនឹងឃ្លាខ្លួនចាំបាច់រៀបរាប់ធ្វើអ្វីដែលជួបគេនិយាយអំពីស៊ូកសាបែបនេះធ្វើខ្លួនក៏ទៅនឹកស៊ូកសាទៀតហើយខ្សែកដែលគេឲ្យមិនហ៊ានពាក់នៅទេដោយសារតែខ្លាចនឹកគេយូមីមិត្តភក្តិ Makino ក៏បានបបួល Makino ទៅញ៉ាំអីជាមួយនឹងមិត្តភក្តិរបស់ខ្លួនផងដែរដើម្បីបំភ្លេចស៊ូកសាឲ្យកាន់តែលឿនផងនោះទើប Makino យល់ព្រមមកហើយនៅពេលដែលពួកគេកំពុងតែសប្បាយជួបជុំគ្នាក៏មានសិស្សប្រុសម្នាក់ហ្នឹងនៅពេលដែលគេដាក់កាត់បានឃើញ Makino គេសាប់តែចូលមកទាំងសប្បាយចិត្តដែលគេបាត់ទៅកាន់ Makino ថាគេគឺជា fan របស់ Makino គេដឹងថា Makino ធ្វើអ្វីមានតំណែងតំណងអ្វីហើយទៅប្រឡងនៅក្នុងកម្មវិធី TOJ ទៀតផងបើស្ដាប់ទៅតាមអ្វីដែលគេនិយាយហើយដូចជាគេកំ
កំពុងតែលួចស្រឡាញ់ Makino ធ្វើឲ្យ Makino អៀនតែម្ដងការជួបជុំនេះក៏រៀងសប្បាយផងដែរយូគីក៏បានសើទៅកាន់ Makino ហើយគិតយ៉ាងម៉េចជាមួយនឹងសិស្សប្រុសម្នាក់ហ្នឹងគេក៏បាននិយាយផងដែរថាឯងគួរតែធ្វើជាអ្នកច្បាប់ទៅក៏ពោលតែតាមចរិតរបស់ឯងប្រកាន់ភាពយុត្តិធម៌នឹងមិនលំអៀងនោះទេដោយសារតែលុយធ្វើឲ្យ Makino ក៏បាននឹកឃើញទៅដល់អាយដលរបស់ខ្លួនបងស្រីទូដូដែលគាត់គឺជាអ្នកច្បាប់ម្នាក់ផងដែរគាត់តែគិតឃើញភ្លាមមិនចាំយូរនោះទេ Makino បាត់ទៅកាន់ក្រុមគ្រួសារផ្លែតក្រុមគ្រួសារបានសួរទៅកាន់ Makino បញ្ជាក់ដោយសារតែជំនាញមួយនេះត្រូវការបន្ទុកខ្ពស់ខ្លាំងណាស់តើតើរៀនបានបន្ទុកខ្ពស់ទៅអាចប្រឡងចូលទៅក្នុងជំនាញមួយនេះបាន Makino បាត់ទៅកាន់ក្រុមគ្រួសារថាមែនហើយកូនក៏ដឹងផងដែរកូននឹងខំប្រឹងសំខាន់កូនអត់មានលុយនោះទេប៉ាម៉ាក់ត្រូវតែ support កូនប៉ាម៉ាក់របស់ Makino ក៏សក់ទឹកភ្នែកបណ្ដាហើយដោយសារតែកូនចង់រៀនជំនាញបែបនេះហើយតាំងចិត្តថានឹងខិតខំរៀនទៀតផង Makino ក៏ពិតជាខំរៀនពីមួយថ្ងៃទៅមួយថ្ងៃពិតមែន idol របស់ខ្លួនគឺតូដូចឹងហើយតែងតែសម័យដើម្បីយកកម្លាំងចិត្តមករៀននៅថ្ងៃនេះ Makino ទៅបានគេ bully ដដែល bully នៅថ្ងៃនេះក៏បានជួយជាមួយនឹងសិស្សប្រុសម្នាក់ដែលគេបានជួបគ្នាជាមួយនឹង Makino នៅកន្លែងផឹកថ្ងៃមុនគេបានជួយ Makino ផងដែរធ្វើពួកគេទៅ3នាក់ត្រូវសិភៅហើយក៏ខឹងខ្លាំងណាស់សិស្សប្រុសម្នាក់នេះមានឈ្មោះថាជូប៉ៃនៅពេលដែលគេមកសាលារៀនគេពាក់វ៉ែនតាហើយមិនសូវធ្វើខ្លួននោះទេគេបាត់ទៅកាន់ Makino ថាគាត់នៅចង់រៀននៅទីនេះឲ្យចប់តែប៉ុណ្ណោះនៅក្នុងសាលាមួយនេះបើសិនជាយើងលេចធ្លោនឹងត្រូវបានគេធ្វើបាបគេអត់ចូលចិត្តបញ្ហាទាំងអស់ហ្នឹងនោះទេដែលគេនិយាយបែបនេះធ្វើឲ្យ Makino នឹកឃើញទៅដល់ខ្លួនឯងក៏ជាមនុស្សបែបនេះផងដែរសោះតែជូប៉ៃសុំឲ្យកូនធ្វើជាមិត្តភក្តិជាមួយនឹងគ្នា Makino ក៏ភ្ញាក់ផ្អើលមិនបានសោកសុំបនធ្វើជាមិត្តភក្តិអញ្ចឹងជូប៉ៃក៏បានប្រថាបើបានធ្វើជាសង្សារកាន់តែល្អទៀតហើយក្រែងបងបែកគ្នាជាមួយនឹងសុកសាមកពីក្រុម F4 ហើយមែនទេដែលមើលទៅគោលបំណងរបស់ជូប៉ៃគេមិនមែនចង់ចូលចិត្តស្និទ្ធជាមួយនឹង Makino គាត់តែធ្វើជាមិត្តភក្តិនោះទេដែលសារតែគេលើកឈ្មោះរបស់សុកសាមកនិយាយគេមានគោលបំណងផ្សេងគ្នាដែលគេក៏បានអញ្ជើញ Makino ទៅមើលការងាររបស់គេផងដែរសពថ្ងៃនេះគេមានការងារជា model គេពេញសរសើរខ្លាំងណាស់នៅពេលដែលគេធ្វើការហើយនៅពេលនេះក៏បបួល Makino ទៅថតរូបជាមួយនឹងគ្នាទៀតផង Makino ក៏បដិសេធក៏ប៉ុន្តែគេនៅតែទាញទៅដដែលគេបានប្រាប់ថាអត់ផុសនោះទេរូបថតទាំងអស់នេះថ្ងៃថ្មីក៏បានម្ដងមករៀនតាមធម្មតាដែលនៅថ្ងៃនេះពួកគេទាំង3នាក់ដូចជាប្លែកទៀតហើយពួកគេទាំង3នាក់ហ្នឹងគឺរកទំនុក bully Makino រហូតហ្នឹងហើយនៅពេលនេះសុជិរោក៏បានខំមកកាន់ Makino ហើយស្ងាត់ទៅរកការងារធ្វើថ្មីឲ្យមានប្រាប់គ្នាបន្តិចសោះ Makino មិនយល់ទេខំតែរៀនសោះមានតែធ្វើការឯណាអាគីរ៉ាក៏និយាយលេងសើចជាមួយនឹង Makino ប្រហែលជាល្បីឈ្មោះទៅដល់ New York បាត់ទៅហើយស៊ូកាសាក៏បានឃើញពីនាងផងដែរដែល Makino អត់យល់ពីពួកគេនិយាយអ្វីនោះទេហើយនៅពេលនេះទៅតែដឹងថាការពិតទៅរូបថតដែលខ្លួនថតលេងជាមួយនឹងជូប៉ៃនៅថ្ងៃមុនត្រូវបានគេបោះពុំនៅទំព័រមុខទៀតផងជូប៉ៃគឺជាតារាល្បីម្នាក់ដែរតើអ្នកគ្នាជូប៉ៃគេក៏សុំទោសដោយសារតែគេក៏មិនដឹងអំពីបញ្ហាមួយនេះដូចគ្នាសោះតែជូប៉ៃសូមអង្វរ Makino ឲ្យចូលធ្វើជា model ជាមួយគេតែម្ដងសោះតែ Makino បាត់ទៅកាន់គេវិញថាពួកយើងទៅពីនេះមិនអាចខ្លាចជាមិត្តភក្តិជាមួយគ្នាបានទេក៏ពោលតែឯងមិនយល់ពីអ្វីដែលខ្ញុំស្រឡាញ់និងខ្ញុំត្រូវការឡើយធ្វើឲ្យជូប៉ៃគេយំភ្លាមតែម្ដងគាត់ទៅលើសម្ដីប៉ុណ្នេះតួអង្គនេះតួអង្គ fake ឯនេះគ្នាដែលឃើញគេយំហើយ Makino មិនចង់ឲ្យគេយំនោះទេក៏យកព្រមធ្វើជាមិត្តភក្តិជាមួយនឹងគេក៏ចាប់អោប Makino ពេលនេះរុយក៏បានមកដល់រុយបានឃើញតែទាំងអស់ហ្នឹងរុយក៏បានសួរទៅកាន់ Makino មានបញ្ហាអ្វីទេឬចុះមិត្តភក្តិរបស់នាង Makino ងាកទៅខាងក្រោយមិនបានឃើញជូប៉ៃនោះទេក៏បានចាក់ចេញបាត់ទៅហើយរុយក៏បានមើលឃើញរូបថតរបស់ Makino ផងដែរគេកំពុងតែគិតទៀតហើយច្បាស់ជាមានបញ្ហាអ្វីមួយហើយស៊ូកាសាក៏បានឃើញរូបថតរបស់ Makino រឿងបង្ហាញបន្តិចតែប៉ុណ្ណោះមិនទាន់ឃើញគេនិយាយអ្វីនោះទេហើយនេះគឺជាកន្លែងញ៉ាំអីថ្មីរបស់សិស្សនៅក្នុងសាលារៀនមួយនេះឧបត្ថម្ភនៅក្រុម F4 ចឹងហើយនៅទីនោះក៏មានរូបថតរបស់ក្រុម F4 ថ្ងៃនេះផងដែរមិនដឹងជាមានខ្យល់បក់មកពីខាងណានោះទេវត្តមានរបស់ក្រុម F4 ទាំង3នាក់ក៏បានមកដល់សាលារៀនពួកគេទាំង3នាក់ក៏បានហៅ Makino ឡើងទៅខាងលើជាមួយគ្នាដែលនៅខាងលើនោះគឺអនុញ្ញាតឲ្យតែក្រុម F4 តែប៉ុណ្ណោះពួកគេសួរទៅកាន់ Makino ចង់ទៅ New York ដែរទេសង្ស័យកំពុងតែនឹកស៊ូកាសាក៏ប៉ុន្តែ Makino មិនដែលប្រាប់ពួកគេនោះទេតែខ្លួននឹកស៊ូកាសាពួកគេបានសួរទៅកាន់ Makino ទៀតរៀននៅទីនេះតែម្នាក់ឯងមិនមានបញ្ហាទេឬ Makino ក៏បានប្រាប់ថាមិនអីនោះទេខ្លួនចេះមើលថែខ្លួនឯងហើយក៏ប៉ុន្តែតាំងពីពួកគេចេញទៅបាត់ Makino ក៏នៅបើកទ្វារមកក៏បានឃើញសម្បត្តិក្រហមពីក្រុម F4 ដែលមានសិស្សប្រុសម្នាក់បានអះអាងថាស៊ូកាសាជាអ្នកប្រើគេដាក់សម្បត្តិនេះនៅក្នុងទូរបស់ Makino ហើយសិស្សទាំងអស់នោះក៏ជឿទៀតផងទៅចាប់តាមធ្វើបាប Makino តែម្ដងដែលមាន F4 នឹងជួយការពារ Makino ទៀតនោះទេ Makino ត្រូវបានគេធ្វើបាបដោយគ្មាននរណាគេជួយដែល Makino កំពុងតែអស់សង្ឃឹមហើយសត្វតាជូប៉ៃក៏ចេញមកតែម្ដងជូប៉ៃក៏បានដោះវ៉ែនតារបស់គេលើកសក់ឡើងគ្រប់គ្នាក៏ស្គាល់ផងដែរតែគេគឺជា model ម្នាក់ដ៏ល្បីដែលមានជូប៉ៃនឹងហើយតែងតែវាយនឹងជួយការពារ Makino ពីដៃរបស់ពួកគេ F4 ទាំង3នាក់ក៏បានដឹងអំពីដំណឹងមួយនឹងផងដែរពួកគេមិនជឿនោះទេទៅស៊ូកាសាធ្វើបែបនេះឯរុយគេប្រហែលជាមានតម្រុយខ្លះហើយគាត់ថាគេមិនតន់និយាយ Makino នៅពេលនេះក៏ចង់ទាញទូរស័ព្ទខលទៅកាន់ស៊ូកាសាក៏ប៉ុន្តែមិននៅទៅធ្វើអ្វីនោះទេក៏ពលតែតាក់តូនទៅគេដឹងតែមិនឆ្លើយតបហើយពេលរុយក៏បានឆាន់មកកាន់ Makino តែម្ដងចង់និយាយជាមួយនឹង Makino ដោយចង់ប៉ាត់ទៅកាន់ Makino ថាអត់ឆ្ងល់ទេអីហើយបើជាស៊ូកាសាមិនតាក់តមកកាន់ខ្លួនគេច្បាស់ជាមានបញ្ហាអ្វីម្យ៉ាងជាមិនខានយ៉ាងទៅរកឲ្យឃើញ
តែ Makino បានប្រតិកម្មដោយវិញថាមិនអីនោះទេប្រហែលជាគេលែងស្រឡាញ់ខ្ញុំទៅហើយពួកខ្ញុំទាំងពីរនាក់ក៏ចប់គ្នាទៅត្រឹមនេះផងដែររយក៏បានទៅចិត្ត Makino ប្រតិកម្ម Makino នេះមិនមែនជា Makino ដែលខ្ញុំស្គាល់នោះទេការពិតទៅក្នុងចិត្តរបស់ Makino ចង់ទៅ New York ខ្លាំងណាស់ចង់ទៅជួបជាមួយនឹងស៊ូកាសៈនោះនិយាយឲ្យដាច់ស្រេចក៏តែបញ្ហាត្រង់ថាទីនោះត្រូវការលុយជាច្រើនខ្លួនមានលុយមកពីណាចេញមកដល់ខាងការនៅថ្ងៃនេះសត្វតែប៉ារបស់ខ្លួនជាមួយនឹងគ្រួសាររបស់ខ្លួនមានដំណឹងល្អដែលប៉ារបស់ Makino ក៏គឺជាបុគ្គលិកឆ្នើមប្រចាំឆ្នាំចឹងហើយចុងឆ្នាំគេបានឲ្យកាដូមកកាន់គាត់កាដូដែលគាត់ទទួលបានហ្នឹងគឺទៅលេងនៅ New York រយៈពេល3ថ្ងៃដោយទៅបានតែម្នាក់ទៀតនេះគ្នាទៅពូគាត់ឲ្យ Makino តែម្ដងប្រតិកម្មកូនរបស់ខ្លួនឯទៅរកស៊ូកាសៈឲ្យឃើញឆ្ងល់ក្រុមហ៊ុនឲ្យទៅម្នាក់ឯងនេះគ្នាចឹងហើយបានយើងកាត់មកដល់ផ្ដើមរឿងទៅ Makino បានទៅ New York ហ្នឹងគឺសារសម្បត្តិដែលប៉ារបស់ខ្លួនឈ្នះតែប៉ុណ្ណោះហើយនៅពេលនេះដល់ពេលដែលគេធ្វើបាបហើយដែលគេកំពុងតែចង់ឆែកឆេរខ្លួនប៉ារបស់ Makino ក៏មានមនុស្សម្នាក់ដើរចូលមកមនុស្សម្នាក់នោះគឺជារុយគេមកតែម្នាក់ឯងតែប៉ុណ្ណោះមិនខ្លាចណានោះទេដោយសារតែគេមានកំភ្លើងនៅ New York ប្រើកំភ្លើងតែម្ដងរុយរបស់យើងដែលការពិតទេក៏ជាកំភ្លើងជ័រតែប៉ុណ្ណោះរុយគេប្រើ IQ គេមិនប្រើកម្លាំងឡើយដែលមានរុយទៅគឺរៀងកក់ក្ដៅបន្តិចដោយសារតែនេះគឺជាស្រុកទេគេរុយប្រតិកម្ម Makino ផងដែរដែលតែបានចូលស៊ូកាសៈហើយដោយសារតែក្រុម F4 ទាំងអស់គឺមក New York Makino ក៏ចង់តែទិញឲ្យញ៉ាំតែសុំទៅដោយខ្លួនឯងតែទៅហើយក៏ត្រឡប់មកវិញដោយសារអត់មានលុយផងហ្នឹងរុយក៏បានឲ្យលុយមួយចំនួនទៅកាន់ Makino ដើរទៅចិត្តដល់កន្លែងទិញឲ្យញ៉ាំសត្វតែបានឃើញមនុស្សម្នាក់នេះដូចជាស៊ូកាសៈដល់ហើយងាកមកគឺបឹងពិតជាស៊ូកាសៈពិតមែនស៊ូកាសៈទៅកាន់ Makino មកទីនេះធ្វើអ្វី Makino បានប្រតិកម្មស៊ូកាសៈថាខាងចូលគ្នាយូរហើយយ៉ាងឃើញតែ Makino ពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ប៉ុន្តែស៊ូកាសៈដូចជាមិនពេញចិត្តទៅវិញស៊ូកាសៈក៏បានទាញ Makino ទៅនិយាយជាមួយនឹងគ្នារុយក៏បានឃើញដូចគ្នា Makino ប្រតិកម្មស៊ូកាសៈថាចូលមកទីនេះដើម្បីរកលោកពេលហ្នឹងក៏មានគេខំមកកាន់ស៊ូកាសៈក៏ពិតជារវល់ខ្លាំងណាស់នៅទីនេះមិនត្រឹមតែរៀនមួយមុខនោះទេគេក៏ធ្វើការផងដែរចូលឃ្លាបានតែមកផ្លែតែប៉ុណ្ណោះស៊ូកាសៈក៏បានប្រតិកម្ម Makino ថាសូមធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាពហើយគេក៏បានឡើងឡានចាក់ចេញទៅរុយក៏បានលឺនៅបានឃើញទាំងអស់ផងដែរតែគេមិនទាន់និយាយអ្វីនោះទេយប់ឡើងបាននាំ Makino មកញ៉ាំអីក៏បានសួរទៅកាន់ Makino ចង់និយាយជាមួយនឹងស៊ូកាសៈដែរទេថ្ងៃស្អែកក្រុម F4 ទៅជួបជាមួយនឹងស៊ូកាសៈក៏តែ Makino បានប្រាប់ថាអ្វីដែលខ្ញុំចង់និយាយជាមួយនឹងគេខ្ញុំបាននិយាយរួចរាល់អស់ហើយពេលនេះខ្ញុំមកកាត់ចិត្តពីគេបានផងដែរម៉ែរបស់ស៊ូកាសៈនៅពេលនេះក៏បានទទួលព័ត៌មានពីកូនចៅរបស់គាត់ហើយថា Makino មករកស៊ូកាសៈដល់ New York ក៏អត់មានភ័យព្រួយអ្វីនោះទេក៏បានជាអស់សំណោចទៅវិញហើយដូចជាគ្រប់យ៉ាងស្ថិតក្នុងគម្រោងការរបស់គាត់អញ្ចឹងថ្ងៃថ្មីក៏បានមកដល់ពួកគេ14នាក់ក៏បានជួបគ្នាពួកគេបានមកបួន Makino ទៅចូលជាមួយនឹងស៊ូកាសៈក៏តែ Makino មិនព្រមទៅនោះទេសូមចិត្តដើរលេងនៅទីនេះតែម្នាក់ឯងវិញ Makino ក៏បានដើរលេងតែម្នាក់ឯងថតរូបតែម្នាក់ឯងដែលច្បាស់ណាស់ក្នុងចិត្តគឺនឹកឃើញទៅដល់ស៊ូកាសៈពេលនេះសត្វតែបានជួបគ្នាជាមួយនឹងបងស្រីរបស់ស៊ូកាសៈបងស្រីរបស់ស៊ូកាសៈក៏បាននាំទៅ shopping កៅអៅថ្លៃខ្លាំងណាស់ក៏ប៉ុន្តែបងស្រីរបស់ស៊ូកាសៈទិញឲ្យទាំងអស់ដែលភ្នែករបស់គាត់មុតខ្លាំងណាស់គាត់នឹកឃើញតែមុតរបស់ Makino គាត់ក៏ដឹងតែម្ដងគាត់ទៅនិយាយជាមួយនឹងស៊ូកាសៈទៀតហើយក្រុម F4 បន្តទៅជួបជាមួយនឹងស៊ូកាសៈរួចហើយបានឃើញថាមានអ្នកខ្លះបែកមាត់សូជិរ៉ូគេត្រូវបានស៊ូកាសៈវាយដោយសារតែគេរំលឹកឈ្មោះរបស់ Makino ធ្វើឲ្យសូជិរ៉ូគេខាងខ្លាំងណាស់ទៅប្រតិកម្ម Makino បំភ្លេចស៊ូកាសៈចោលទៅពេលនេះគេមិនមែនស៊ូកាសៈដូចពីមុននោះទេមានតរុយនោះទេដែលនៅតែជឿជាក់លើស៊ូកាសៈបានប្រតិកម្មអ្នកគ្រប់គ្នាថាប្រហែលជាមានរឿងអ្វីមួយកំពុងតែកើតឡើងទៅលើជីវិតរបស់ស៊ូកាសៈរុយក៏ដូចជាអាគិរ៉ាគេនៅតែចង់ឲ្យ Makino ទៅនិយាយជាមួយនឹងស៊ូកាសៈជីកឬជីកគោលគេទៅមើលតែគេមានបញ្ហាអ្វីទើប Makino សម្រេចចិត្តថានឹងទៅវិទ្យាល័យដែលគេរៀនគាត់តែបាននិយាយជាមួយនឹងគេទោះបីជាចម្លើយរបស់គេយ៉ាងណាក៏ខ្លួនព្រមទទួលយកហើយហោះទៅជប៉ុនវិញ Makino ក៏ប៉ុន្តែធ្វើដំណើរតាមផែនទីសាលារៀនរបស់ស៊ូកាសៈតាមផ្លូវក៏បានជួបជាមួយនឹងបងស្រីម្នាក់ជនជាតិជប៉ុនដូចគ្នាដែលក៏កំពុងតែឆ្លោះគ្នាជាមួយនឹងបរិសុទ្ធលក់ផ្កានៅទីនេះហើយមួយផ្លែក្រោយមកក៏មានឡានប៉ូលីសមកដល់ប៉ូលីសនោះមិនមែនចាប់ម្ចាស់ហាងនោះទេគឺចាប់គាត់នឹងឯង Makino មើលមិនយល់នោះទេណាមើលគ្មានពេលផងដែរតែនៅពេលនេះធ្វើដំណើរបន្តទៅទៀតពេលនេះក៏ពិតជាបានជួបគ្នាជាមួយនឹងស៊ូកាសៈប្រឈមមុខជាមួយនឹងគេតែម្ដងអ្នកដែលនៅខាងក្រោយស៊ូកាសៈទៅជាអង្គរៈរបស់គេពួកគេមិនឲ្យ Makino ទៅនិយាយជាមួយស៊ូកាសៈនោះទេតែស៊ូកាសៈក៏បានហៅពួកគេត្រឡប់មកខាងក្រោយវិញគេគ្មានពេលនិយាយជាមួយនឹងមនុស្សម្នាក់នេះឡើយស៊ូកាសៈក៏បានចាចេញទៅតែ Makino ក៏សុំពេលនិយាយជាមួយនឹងគេមួយផ្លែតតែប៉ុណ្ណោះក៏មិនបាននិយាយភ្លាម Makino មិនបង្អង់យូរនោះទេសូទៅកាន់ស៊ូកាសៈមិនបានជាលោកបញ្ជាគេឲ្យសម្បត្តិពណ៌ក្រហមមកកាន់ខ្ញុំបើមើលទៅតាមទឹកមុខរបស់ស៊ូកាសៈក៏គេមិនដឹងអំពីបញ្ហាមួយនេះដូចគ្នាស៊ូកាសៈប្រតិកម្ម Makino តែគេលែងចាប់អារម្មណ៍ហើយគេមិនមានពេលលេងសើចជាមួយនឹង Makino ដូចនៅក្មេងៗនោះទេ Makino ទទួលយកមិនបាននោះទេតើលោកនិយាយលេងឬក៏យ៉ាងណា Makino ក៏ចង់ហក់វាយស៊ូកាសៈតែស៊ូកាសៈលើកនេះគេកិច្ចតាំងពីចាប់5រឿងមកស៊ូកាសៈដែលកិច្ចនោះទេនៅពេលដែល Makino វាយខ្លួនតែលើកនេះស៊ូកាសៈគេកិច្ចប្រហែលជាអ្វីដែលគេនិយាយគឺជាការពិតគឺគេគ្មានពេលលេងសើចជាមួយនឹង Makino ទៀតនោះទេគេបានចាចេញទៅដាច់ស្រេចហើយនៅពេលនេះ Makino ក៏បានដើរទៅវិញជាមួយនឹងក្រុម F4 ពួកគេបបួល Makino ទៅញ៉ាំ
ញ៉ាំអីប៉ុណ្ណាព្រោះនេះថ្ងៃចុងក្រោយរបស់ Makino នៅ New York ហើយ Makino ក៏យល់ព្រមទៅជាមួយនឹងពួកគេតែអត់មានលុយនោះទេពួកគេទៅតែប៉ាវខ្លួនរយក៏បានប្រតិកម្មពួកគេទៅពីរនាក់យើងក៏អត់លុយដូចគ្នាពួកឯប៉ាយើងផងដែល Makino ក៏ទទួលបានកបោរបស់គាត់ពីចោលវិញហើយដោយសារតែរយគេប្តឹងទៅខាងស្ថានទូតដើម្បីឲ្យជួយដោះស្រាយចំណែកអ្នកដែលសប្បាយចិត្តជាងគេនោះគឺជាម៉ាក់របស់ស៊ូកាសៈនៅពេលដែលគាត់ដឹងថាកូនប្រុសរបស់គាត់បដិសេធ Makino ក៏ប្រតិកម្មកូនចៅរបស់គាត់ប្រហែលជានៅពេលនេះគេយល់ហើយថាគេគឺជាបុត្រស្នងត្រកូលក្រុមហ៊ុនមួយនេះហើយនៅពេលរឿងក៏បានមហាអំពីតួអង្គប្លែកៗតែម្ដងហាក់ដូចជាបរិមម្នាក់កំពុងតែប្រមឹកបរិមអ្នកណាហាក់ដូចជាកំពុងតែធ្វើអ្វីយ៉ាងជាមួយនឹងស៊ូកាសៈកាលនៅពីក្មេងហើយគាត់ក៏លួចសម្លាប់ខ្លួនរឿងបង្ហាញភ្លឹបភ្លែតខ្ញុំក៏មើលមិនយល់ដូចគ្នាតែនេះក៏ជាការជាសតរបស់ស៊ូកាសៈតែប៉ុណ្ណោះគេសម័យគេមិនលួចនៅទេស៊ូកាសៈឯហ្វទាំង3នាក់ក៏បានមករកគេរយក៏បានបោះប៉មកគេផងដែរដែលសូជារកក៏បានសុំទោសស៊ូកាសៈសុំទោសដែលខ្ញុំមាត់រឿងជាមួយឯងកាលពីថ្ងៃមុនពួកគេទាំង4នាក់ក៏ត្រូវគ្នាវិញក៏តែអ្វីដែលបញ្ហាគឺនៅក្នុងប្រទេសជប៉ុនដោយសារ Makino មករៀនគឺមាននរណាគេជួយទៅទេត្រូវបានគេធ្វើបាបរហូតនឹងស៊ូកាសៈនៅពេលនេះប្រតិកម្ម iPhone ទាំង3នាក់ផងដែរតាក់ទងជាមួយនឹងសមុទ្រក្រហមហ្នឹងគឺគេអត់មានដឹងអត់មានលឺណាទេរយក៏បានសួរទៅកាន់ស៊ូកាសៈផងដែរតែគេមានបញ្ហាអ្វីមែនទេដែលបានអាចប្រាប់មកកាន់ពួកគេបានស៊ូកាសៈក៏បានប្រាប់ថាមានគឺមានចិត្តកាត់ផ្ដាច់ពី Makino អត់ចង់តាក់ទងជាមួយនឹង Makino ទៀតនោះទេចំណែក Makino វិញគឺមានជូតប៉ៃមកជួយខ្លួនទៀតហើយជួបប៉ៃវាយណាគោកគ្នាតែម្ដងដែលធ្វើបាប Makino ដែល Makino ត្រូវបានគេធ្វើបាបរៀនធ្ងន់បន្តិចហើយថ្ងៃនេះឡើងស្ទាក់ទៅហើយជួបប៉ៃបដកម្ម Makino តែគេនឹងយកទឹកឲ្យក៏តែនៅពេលដែលគេចេញផុត Makino គេបានបដកម្មបរិះ3នាក់ចាប់នាងទៅពួកគេតែ3នាក់ក៏សួរថាធ្វើបែបនេះស៊ូកាសៈពិតជាមកប្រទេសជប៉ុនវិញមែនឬដែលការពិតទៅគេមានគំនុំជាមួយនឹងស៊ូកាសៈហើយគេតាក់ទងជាមួយនឹង Makino នេះគឺដើម្បីឲ្យស៊ូកាសៈមកប្រទេសជប៉ុនវិញពួកគេតែ3នាក់ក៏ពិតជាចាប់ពិតមែនជួបប៉ៃនៅពេលនេះបានបដកម្ម Makino តាមត្រង់គេមានមិត្តភក្តិម្នាក់មិត្តភក្តិរបស់គេល្អខ្លាំងណាស់កាលពីនៅរៀនគឺតែងតែជួយខ្លួននៅពេលដែលខ្លួនត្រូវបានគេប៊ូលីក៏តែថ្ងៃមួយមិត្តភក្តិរបស់ខ្លួនបានឲ្យដៃឈរមើលទង្វើរបស់ស៊ូកាសៈជាមួយនឹងក្រុម F4 គេបានមកឈរមើលជាមួយនឹងស៊ូកាសៈលទ្ធផលក៏ត្រូវស៊ូកាសៈវាយគេបានប្តឹងទៅដល់តុលាការក៏ប៉ុន្តែដោយសារតែលុយស៊ូកាសៈមានលុយចាំងខ្លាំងណាស់តុលាការមិនអាចធ្វើអ្វីគេបានទេចិត្តរបស់គេក៏នៅតែបន្តដូចដើមនៅក្នុងសាលារៀនក៏ប៉ុន្តែនៅពេលដែលគេបានជួបគ្នាជាមួយនឹង Makino ទង្វើរបស់ស៊ូកាសៈបានជាប្រែប្រួលទៅវិញគេលែងសូវប្រើប្រាស់អំពើហិង្សាក៏ប៉ុន្តែគេលែងប្រើប្រាស់អំពើហិង្សានៅថ្ងៃនេះមិនអាចលុបអំពើហិង្សាដ៏ខើខើរបស់គេនៅក្នុងអតីតកាលបានទេ Makino បានប្រតិកម្មជួបប៉ៃវិញថាខ្ញុំនឹងជួបជាមួយនឹងគេហើយគេលែងស្រឡាញ់ខ្ញុំទៅហើយលោកចាប់ខ្ញុំក៏គ្មានន័យអ្វីផងដែរ Makino ពន្យាពេលតែប៉ុណ្ណោះពេលនេះអាចស្រាយចំណងដៃរបស់ខ្លួនបានហើយក៏រត់ចេញមកខាងក្រៅរត់មិនទាន់ពួកគេនៅទេក៏ប៉ុន្តែសំណាងល្អបងស្រីរបស់ស៊ូកាសៈមកជួយទាន់ពេលវេលាបងស្រីស៊ូកាសៈក៏មកជប៉ុនវិញដូចគ្នាក៏មករក Makino ក៏ប៉ុន្តែលើតែ Makino បាត់ខ្លួនទៅគាត់តាមរកទៅបានជួបនៅពេលនេះដែលក៏ចង់មកស្ទាបស្ទង់ចិត្តរបស់ Makino មុនទៅនិយាយជាមួយនឹងប្អូនប្រុសរបស់គាត់ដែល Makino បែរទៅកាន់គាត់ថាចប់ហើយខ្ញុំចប់ជាមួយនឹងគេហើយនៅពេលនេះខ្ញុំបានបំភ្លេចគ្រប់យ៉ាងពីគេបានហើយខ្ញុំសប្បាយចិត្តនៅទេសុំបងកុំបារម្ភអីបងស្រីរបស់ស៊ូកាសៈក៏មិនអាចនិយាយអ្វីបានផងដែរមានតែប្រតិកម្ម Makino ឲ្យតែឯងសប្បាយចិត្តមិនអីនោះទេក៏បានចាចេញទៅតែគាត់ដឹងច្បាស់ក្នុងចិត្តថាគាត់នឹងទៅនិយាយជាមួយនឹងប្អូនប្រុសរបស់គាត់តែជិះតាមផ្លូវសត្វតែ Makino ស្រែកហើយគាត់ឈប់ Makino សត្វសារភាពប្រតិកម្មបងស្រីស៊ូកាសៈថាការពិតទៅខ្ញុំនឹកគេសើតែស្លាប់ទៅហើយខ្ញុំស្រឡាញ់គេខ្លាំងណាស់ខ្ញុំពិតជាចង់នៅក្បែរគេក៏ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានទេសូមបងជួយខ្ញុំផងកាត់មកខាងនោះយកវិញស៊ូកាសៈក៏ប៉ុន្តែដើរសុកសុកម្នាក់ឯងម៉ាក់របស់គេក៏ខំមកម៉ាក់របស់ស៊ូកាសៈប្រតិកម្មស៊ូកាសៈឆ្នាំក្រោយឲ្យទៅជប៉ុនវិញស៊ូកាសៈគេក៏ភ្ញាក់ផ្អើលគេសើទៅកាន់ម៉ាក់របស់គេតែម៉ាក់របស់គេមិនបានផ្ដល់ចម្លើយអ្វីឡើយមិនដឹងថាគាត់នឹងមានកម្រងការអ្វីទៀតហើយអ្នកគ្នានៅក្នុងសាលារៀននៅថ្ងៃនេះ Makino ក៏បានជួបគ្នាជាមួយនឹងជប៉ៃគេទៅរបួសហើយដោយសារតែរយវាយគេរយនៅពេលដែលដឹងដំណឹងថាគេចាប់ខ្លួនរបស់ Makino រយបានទៅប្រឈមមុខជាមួយនឹងគេវាយគេយកជប៉ៃបានប្រតិកម្ម Makino ផងដែរបើស៊ូកាសៈបែកគ្នាជាមួយនឹងនាងខ្ញុំគិតថារយស្រឡាញ់នាងខ្លាំងណាស់នាងគួរតែយកគេទៅ Makino ប្រតិកម្មជប៉ៃវិញមិនមែនជារឿងរបស់ឯងនៅទេឆាប់ចេញឆ្ងាយពីមុខរបស់យើងទៅឃើញរយស្ងាត់ចឹងនៅទេគេវាយសាហាវដែរណាមើលទៅរយពេលនេះក៏ប៉ុន្តែ level យូរឡងតែម្នាក់ឯង iPhone ទៅពេលនេះបានប្រតិកម្ម Makino ខែមករានេះគឺជាខួបកំណើតរបស់ស៊ូកាសៈហើយគេនឹងមកប្រទេសជប៉ុនវិញតើនាងនឹងចូលរួមដែរទេ Makino បានបដិសេធមិនចូលរួមទេក៏ប៉ុន្តែនៅពេលដែលត្រឡប់មកផ្ទះវិញសត្វតដៃស្ដាំម៉ាក់ស៊ូកាសៈបានប្រាប់ប្រកាន់ Makino ថាអ្នកស្រីអញ្ជើញនាងចូលរួមកម្មវិធីលោកប្រុសមានតែសម្បត្តិអញ្ជើញត្រឹមត្រូវទៀតផងអញ្ជើញតែម៉ាក់របស់ស៊ូកាសៈដោយផ្ទាល់ទៅពេលនេះ Makino ក៏ពោលតែគិតហើយគិតទៀតក៏សម្រេចចិត្តថាទៅក៏បានធ្វើនំមួយចំនួនដើម្បីជាកដោស៊ូកាសៈផងដែរទៅដល់កម្មវិធីហើយស្លៀកពាក់ស្អាតបានតែម្ដងម៉ាក់របស់ស៊ូកាសៈឃើញ Makino ក៏បានទៅនិយាយលេងជាមួយ Makino ស្លៀកពាក់ស្អាតម្ល៉េះថ្ងៃនេះ Makino ក៏បានប្រថាឈុតនេះគឺបងស្រីរបស់ស៊ូកាសៈតែញ៉ៃខ្ញុំនៅឯ New York ម៉ាក់របស់ស៊ូកាសៈក៏បាត់ទៅកាន់ Makino ចឹងសប្បាយនៅក្នុងកម្មវិធីថ្ងៃនេះចុះអញ្ចឹងរយជាមួយនឹងក្រុម F4 ផ្សេងទៀតក៏ចេញមកហើយសង្ហាយកហើយទូឯកក៏ចេញមកហើយស៊ូកាសៈគេមកអរគុណភ្ញៀវកិត្តិយសរបស់គេ
ទាំងអស់ចឹងណាម៉ាក់របស់គេក៏ឡើងលើវេទិកាផងដែរហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគាត់ប្រាប់ទៅកាន់តែគ្រប់គ្នាថាគាត់ចង់ណែនាំគូដណ្ដឹងស៊ូកសាចាប់បានឆ្ងល់ហើយដោយសារតែគេមិនដែលឃើញមុខគូដណ្ដឹងរបស់គេផងឯក្រុម F4 ផ្សេងទៀតក៏ពុំតែសង្ស័យថាតិចឡង Makino ទៅដោយសារតែ Makino មកចូលរួមកម្មវិធីនេះគឺអញ្ជើញនៅផ្ទាល់ពីលោកស្រីគេចាប់ផ្ដើមបើក spotlight ហើយពេលនេះក៏ចាប់ចំ Makino Makino ក៏ពិតមែន Makino ផងហ្នឹងទៅចាំមនុស្សស្រីម្នាក់ទៅវិញមនុស្សស្រីម្នាក់នេះក៏ពុំតែញ៉ាំមិនដឹងខ្លួនផងមនុស្សស្រីម្នាក់ហ្នឹង Makino ហើយធ្លាប់ឃើញនៅកន្លែងណាមួយតែយើងក៏មិនដឹងដូចគ្នាទៅជាគម្រោងការរបស់អ្នកស្រីឬក៏យ៉ាងណាអ្នកស្រីមើលមុខ Makino ទៀតផងភាគទី1របស់យើងនៅរដូវកាលទី2ក៏ចាប់តែត្រឹមនឹងឯងល្អមើលអ្នកគ្នាល្អមើលមែនតែណាមកដល់ចា៎បើសិនអ្នកគ្នាចុចកុំភ្លេចចុច like វីដេអូនេះម្នាក់មួយផងដើម្បីឲ្យវីដេអូនេះផ្ទុះមានអ្នកមើលច្រើនកុំភ្លេចចុច subscribe channel drama នេះម្នាក់មួយផងសម្រាប់មើលរឿងភាគល្អមើលទីរឿងភាគសបោរឿងល្អមើលតែសារខ្ញុំអត់សូវបានសម្រាយចឹងហើយអត់សូវបានបញ្ចេញប្រាប់អ្នកគ្នាទេហើយយើងផ្សេងកុំភ្លេចគ្រប់គ្រងកាហ្វេរបស់ហែងផងអាចឆាតមកកាន់ Telegram នេះបានតែអ្នកគ្នាឆ្ងាញ់ខ្លាំងណាស់អរគុណចាអ្នកគ្នាថ្ងៃនេះផងណាជំរាបប៉ុណ្ណឹងទេស្គមអ្នកគ្នាចិត្តវីដេអូមួយនេះ Explosion